យើងធុញសឹងស្លាប់ទៅហើយយើងហត់មួយថ្ងៃដល់យប់ទៅហើយនៅមិនតាន់រត់ដៃរត់ជើងផងអាកូនចង្រៃឯងនេះហើយឲ្យឯងដើរបាត់ទៅណាហ៎មួយថ្ងៃដល់យប់ហើយនៅមិនតាន់លេចមុខមកទៀតទុកឲ្យយើងនេះពិបាកម្នាក់ឯងអាគ្រឿងក៏បុកមិនតាន់ហើយម្សៅក៏មិនជួយកិនហើយអាកូននោះក៏មិនជួយមើលទៀតហើយអញនេះចិត្តដល់ហើយណែកាត់មកសំកាន់ដល់យើងហើយណាពេលកាត់ឯងមកនេះយើងក្ររហាមកូនដូចឯងនេះសំតែយកខ្លាចទុកច្រមុះឲ្យស្លាប់តែម្ដងទេកូនមិនចម្រងចម្រើនម៉ែឪកូនដូចឯងនេះណាកាត់មកធ្វើស្អីហ៎សិទ្ធិកូនសិទ្ធិច័ន្ទហាក់នេះក៏វាយកូនដល់ថ្នាក់ហ្នឹងកូននៅតូចគេដឹងស្អីគេជប់យំទៅកូនវាមិនមែនមកពីយើងនោះទេដែលធ្វើឲ្យយើងក្រនោះណាច័ន្ទយ៉ាងម៉េចបាត់តាំងពីថ្ងៃដល់ស្មាននេះរកត្រីបានអត់ហ៎ឥឡូវនេះរកត្រីមិនបានទេទើបខ្ញុំត្រឡប់មកដល់ជប់បែបនេះមកពីខ្វះសមត្ថភាពមិនថាទេគេគ្រប់គ្នារកស៊ីចាំប្រពន្ធកូនបានចំណែកនាយវិញណាយកប្រពន្ធមកឲ្យពិបាកវេទនាឡើងថ្នាក់ក៏មិនកើតបានស្គាល់តែងទូចរកត្រីក៏មិនបានខ្ញុំបានខំរកស៊ីចិញ្ចឹមជីវិតដល់សុចរិតធ្វើម៉េចបើគ្រួសារយើងវាក្រត្រូវតែពឹងប្រែងជួយគ្នាទៅព្រោះយើងក្រតាំងពីដូនណាច័ន្ទចាច័ន្ទខ្ញុំនេះគ្មានថ្ងៃស្រអាប់ទេវាពិតជាត្រឹមត្រូវហើយសម្រាប់របស់ឯងណាវាស្អាតដាច់គេនៅក្នុងស្រុកនេះវាប្រៀបបានទៅនឹងដួងច័ន្ទដែលរះខ្ពស់សន្លឹមវាគ្មានថ្ងៃនឹងរលត់ទេតែវាគ្រាន់តែបាំងនឹងដុំពពកខ្មៅតែប៉ុណ្ណោះប៉ុន្តែហេតុអីក៏អភ័ព្វមកយកប្តីដូចជានាយុទ្ធត្រូវមករកស៊ីហត់នឿយបែបនេះអេតាត្រូវបន្ទោសអ្នកណានេះជាការជ្រើសរើសរបស់ឯងដែលរើសយកបរិសសង្ហាមានសាច់ដុំដូចជានាយុទ្ធនោះអីហើយតើឲ្យខ្ញុំរើសយកអ្នកណាផ្សេងក្រៅពីនាយុទ្ធទៅបងក៏ដឹងស្រាប់ហើយថាកាលពីមុនមកខ្ញុំប្រកបមុខរបរអីមានតែនាយុទ្ធទេដែលល្ងងមកយកខ្ញុំនោះហើយគិតទៅស្រីដែលនៅក្នុងស្រុកនេះគ្មានអ្នកណាមានភ័ព្វទេហើយបើចង់រកមនុស្សស្រីដែលមានវាសនាល្អនោះហើយគឺមានតែលោកជំទាវមលីងតែម្នាក់គត់អ្នកណាទៅជាលោកជំទាវមលីងនោះបងគឺជាភរិយារបស់លោកអុកញ៉ាវងពិសិដ្ឋជាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងស្រុកនេះមកពីឯងហ្នឹងទៅតែមកនៅទីនេះបានជាមិនស្គាល់គេណាអូយមានផ្ទះសម្បែងធំមហាសាលពាក់មាសពេជ្រនោះឲ្យជ្រែកខ្លួនហើយបានប្តីស្រឡាញ់ថ្នាក់ថ្នមស្មោះស្ម័គ្រហើយមើលទៅជាតិនេះគេមានបុណ្យវាសនាខ្ពស់ណាស់ហើយគ្មានស្រីណាអាចប្រៀបផ្ទឹមនឹងគេបាននោះទេ
បធៀបជាមួយយើងណានាងឈ្នាងឯងហើយយើងវាខុសគ្នា ចាមិនបាច់ប្រាប់ក៏ដឹងដែរព្រោះថាខ្ញុំមិនមែនមនុស្សប្រុសមិនប្រុសស្រីមិនស្រីដូចជានាងឯងនេះទេ យើ នាងពីងនាងចប់នាងឯងទាំងពីរនាក់នេះឲ្យតែនៅក្បែរគ្នាធ្វើការអីក៏មិនកើតដែររវល់តែប្រចាំគ្នាតែរហូតហ្នឹងមកពីនាងចប់នឹងណាមីងធ្វើអីក៏មិនកើតដែរមើលបំណាំខ្ញុំតែរហូត មកពីនាងឯងប្រកែកដឹងរឿងយើងពេក ពួកនាងហ្នឹងខំគ្នាដូចឆ្កែដូចឆ្មាអញ្ចឹងណែហើយនៅឈរដល់ណាទៀតនេះមិនក៏មិនឆាប់ទៅរៀបចំហូបអាហារទៅចាស្នាដៃរបស់បងសយឯងនៅតែបញ្ចាញ់ពីក្មេងដដែលគិតទៅបងសយឯងមកនៅជាមួយខ្ញុំជា20ឆ្នាំហើយមិនមែនតិចតួចទេណា ចាលោកជំទាវខ្ញុំនៅរងចាំពរកូនលោកអុកញ៉ាតូចសិនមិនព្រមទៅណាងាយទេលោកជំទាវ ចាពួកគេនឹងមិនដឹងថ្ងៃណាយកកូនយកចៅខ្ញុំពរទេ លោកជំទាវធំមីងផឹមនៅចំការខាងក្រោយផ្ទះផ្ញើផ្លែឈើមកជូនលោកជំទាវធំ ផ្លែល្អណាស់ផ្លែឈើមីងភឹមសុទ្ធតែទុំដើមផ្អែមល្អណាស់ ចាពិតមែនហើយលោកជំទាវនាងចប់នាងឈ្នាងយកផ្លែឈើទៅទុកទៅ ចាអ៊ំពួកឯងទាំងពីរក៏តែបបែកគ្នាទៅបានមកពីនឹងចប់នៅបកែររឿងណាស់លោកជំទាវធំបានហើយចេញទៅកូនទាំងពីរគិតតែណានឹង បានតែម៉ែកូនជូនអូនមនុស្សទៅផ្សាររត់ទិញអីទិញទួយ ចេះនាំប្រពន្ធទៅផ្សារអញ្ចឹងទើបគេហៅថាប្តីល្អណាស់កូន ចាល្អតាំងពីក្មេងណាលោកជំទាវ កូនយាយសិនហើយអ្នកម៉ែចាទៅចុះកូន តោះប៉ូលី បានទេ លោកបង្ហាញខាងខំមានទីអូយណែមានទីលោកបង្ហាញជួយទិញទៅនំខ្ញុំនេះណាឆ្ងាញ់ណាស់ជួយភ្លក់មើលទៅណែជួយភ្លក់មើលទៅបានដែរឆ្ងាញ់ណាស់ឆ្ងាញ់មែនតើណែអូយជួយទិញនំខ្ញុំទៅ 10% ទេដំណងក៏បានដែរណែលោកបានអាត់នំហ្នឹងអូភ្លក់មើលបានអត់ទិញទេអូយថោកទេមកជួយទិញទៅជួយទិញនំខ្ញុំទៅថោកទេអានេះក៏បានដែរយកទៅស្ងោរបបរពិតជាឆ្ងាញ់តែម្ដងហ្នឹងណាចង់ណែនៅថ្ងៃនេះ អូយពូមីងជួយទិញនំខ្ញុំទៅនំខ្ញុំមានទីឆ្ងាញ់ណាស់ណាថ្លៃអត់ចាគឺមួយមិនមានពិសេសជួយម៉ៃទាំងអស់ទៅណាជួយទៅហៅប្រាក់60ទេ នំខ្ញុំមានទីផ្អែមឆ្ងាញ់តែម្ដងខ្ញុំឲ្យលក់ជួយទិញទៅណាខ្ញុំលក់ជូនថោកទេជួយទិញទៅជួយទិញខ្ញុំទៅនំបញ្ចុកសម្លឹកដែរនំចានថែមចាននំលប៉ាមិនឆ្ងាញ់ខ្ញុំយកប្រាក់ទេមកចេញចូលឆ្ងាញ់ជាប់មាត់តែម្ដងសំចេញជួយទិញអូណែនាងចាន់ណាយើងប្រាប់រឿងឡៃណាមិនងាកនៅពេលដែលលោកអុកការពិសិដ្ឋនាំភរិយាមកដល់ផ្សារគឺរូបរាងសុខសង្ហាមានប្រាក់ច្រើនអ្នកណាក៏រំគ្នាមើលដែរគាត់ពិតជាស្អាតមែនហើយធ្វើការឲ្យកម្លាំងញើសឈាមបែកញើសហោញើហត់ខ្លាំងណាស់ហើយរកស៊ីដល់កម្លាំងវាហត់អញ្ចឹងចង់តែរកស៊ីដូចមុនទេវាស្រួលជាងតែវាទាស់តែស្អីទៅបងវាទាស់តែឯងហ្នឹងវាធំពេញកំមុំស្ដុកទៅហើយបងមិនចង់មានកម្មពៀច្រើនឆ្លងដល់ឯងទេវើយបងប៉ណ្ណេះអូយស្អីនឹងចាំស្អីគេចេះណាមិនដឹងជាស្អីទេធ្វើដូចជាមានអាកំបាំងសម្បើមហាថាម៉េចឯងចង់រកគ្រូស្នាដៃប៉កែមែនទេចារកគ្រូស្នាដៃប៉កែបំផុតអូយមិនចាំបាច់ដាក់ស្នេហ៍ទេសប្តាហ៍ថ្ងៃនេះណានាយយុទ្ធវាឆ្លក់វែងងាប់ក្រោមកតុយក្បិនឯងស្រាប់តែហើយអ្នកដែលខ្ញុំចង់ដាក់ស្នេហ៍មិនមែនជានាយយុទ្ធទេបងអាចុះណាស់វិញទៅនាងចោមចាំង